តមណ្ឌលគិរីមានដឹកបន្ទេសចរ106កន្លែងរងចាំស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិអត្ថបទនេះដកស្រង់ពីកាសែតកម្ពុជាថ្មីមណ្ឌលគិរីជាខេត្តមានសក្តានុពលខ្លាំងលើវិស័យទេសចរក្នុងនោះតំបន់ជាច្រើនកន្លែងមានទេសភាពស្រស់បំព្រងខ្នងភ្នំទាបខ្ពស់វាលស្មៅខៀវខ្ចីនិងសម្បូរទៅដោយធនធានធម្មជាតិហើយខេត្តនេះមានតំបន់ទេសចរ106កន្លែងរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិសូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តលោកសៀងសឿនប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរីបានឲ្យដឹងថាក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នមានតំបន់ទេសចរទាំងរមណីយដ្ឋានកែច្នៃនិងរមណីយដ្ឋានធនធានធម្មជាតិសរុបចំនួន106កន្លែងដូចជាតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រចំនួន5កន្លែងរួមមានភ្នំដោះក្រមុំភ្នំក្រោលភ្នំលូកប្រានភ្នំណាមលានិងព្រះរាជដំណាក់ឯតំបន់រមណីយដ្ឋានធម្មជាតិអេកូទេសចរមានចំនួន98កន្លែងនិងរមណីយដ្ឋានកែច្នៃ3កន្លែងលោកប្រធានមន្ទីរបានបញ្ជាក់ថាក្រៅពីតំបន់ទេសចរទាំងនេះខេត្តមណ្ឌលគិរីក៏នៅមានតំបន់ដែនចម្រោកសត្វព្រៃចំនួន5កន្លែងផងដែរហើយតំបន់ទាំងនោះមានវត្តមានប្រភេទសត្វធំៗសម្រាប់ទស្សនាដូចជាព្រៃស្រោងបឹងទឹកជ្រោះជាច្រើនសម្បូរបែបនៃវប្បធម៌ប្រភេទសត្វកម្រដែលជាសក្តានុពលអភិវឌ្ឍអេកូទេសចរខ្លាំងនិងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យមកទស្សនាកម្សាន្តនាខេត្តមណ្ឌលគិរីលោកបញ្ជាក់ទៀតថាខេត្តមណ្ឌលគិរីក៏មានសេវាកម្មទេសចរទូទាំងខេត្តចំនួន220កន្លែងស្មើនឹង2142បន្ទប់ក្នុងនោះរីសតសន្តាគារម៉ូតែបឹងហ្គាឡូ82កន្លែងស្មើនឹង1469បន្ទប់ផ្ទះសំណាក់50កន្លែងស្មើនឹង569បន្ទប់រមណីយដ្ឋាន8កន្លែងស្មើនឹង211ខ្ជុះខាអូខេ16កន្លែងស្មើនឹង82បន្ទប់ក្លឹប1កន្លែងស្មើនឹង50កៅអីស្ទីមសូណា2កន្លែងស្មើនឹង15កៅអីនិង3បន្ទប់និងម៉ាស្សា10កន្លែងស្មើនឹង27បន្ទប់គូបញ្ជាក់ថាតំបន់ទេសចរនិងរមណីយដ្ឋានផ្សេងៗរួមទាំងសេវាកម្មស្នាក់នៅកំពុងតែទន្ទឹងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីផងដែរសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ